ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានកើនឡើងដល់ទៅ176នាក់ហើយគិតត្រឹមថ្ងៃច័ន្ទខណៈដែលរដ្ឋាភិបាលរងការរិះគន់ពីភាពយឺតយ៉ាវលើការអន្តរាគមន៍យោងតាមសារព័ត៌មាន AFP អាជ្ញាធរបាននិយាយកាលពីថ្ងៃទី1ខែធ្នូថាភ្លៀងធ្លាក់យ៉ាងគំហុកកាលពីសប្តាហ៍មុនបានបណ្ដាលឲ្យមានទឹកជំនន់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់176នាក់នៅភាគខាងត្បូងប្រទេសថៃនេះគឺជាឧបទ្ទហេតុទឹកជំនន់ដ៏សាហាវបំផុតមួយនៅក្នុងប្រទេសថៃអំឡុងរយៈពេលមួយទសវត្សរ៍រដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការផ្ដល់ជំនួយប៉ុន្តែមានការរិះគន់ជាសាធារណៈកាន់តែខ្លាំងឡើងចំពោះការឆ្លើយតបនឹងទឹកជំនន់ហើយមន្ត្រីមូលដ្ឋាន2នាក់ត្រូវបានព្យួរការងារដោយសារការបរាជ័យរបស់ពួកគេលោកអនុทิននាយករដ្ឋមន្ត្រីថៃកាលពីថ្ងៃទី28ខែវិច្ឆិកាបានប្រកាសសារភាពពីកំហុសក្នុងការដោះស្រាយទឹកជំនន់និងសុំទោសជាសាធារណៈទឹកជំនន់ស្លាប់មនុស្សនៅថៃកើតមានឡើងស្ទឹងតែរៀងរាល់ឆ្នាំបន្តរហូតមកដល់ឆ្នាំ2025នេះក្នុងនោះកាលពីឆ្នាំ2021ធ្លាប់បានផ្ដាច់យកជីវិតមនុស្សនៅថៃជាង500នាក់និងបំផ្លាញផ្ទះសម្បែងអស់រាប់លានខ្នងនិងផលដំណាំយ៉ាងដំណំ